ចង់បង្កហេតុជាការរកលេសរករឿងកម្ពុជាជាថ្មីឬក៏យ៉ាងណាបាទសូមអរគុណចំពោះបញ្ហានេះខ្ញុំអាចវិតម្លៃបានថាការវិវត្តចុងក្រោយនេះគឺមានតែកម្ពុជាដែលចេញកំណត់ទូតតវ៉ាជាហូរហែរាប់រយកំណត់ទូតដូចជា700កំណត់ទូតជាងធ្វើឲ្យអន្តរជាតិគេមើលឃើញថាថៃបានឈ្លានពានកម្ពុជាតាមរយៈកំណត់ទូតជាច្រើនរបស់កម្ពុជាជាហូរហែហើយការចូលមកកាន់កាប់ដោយខុសច្បាប់ពីសំណាក់ភាគីថៃមកក្នុងទឹកដីកម្ពុជានេះថៃគ្មានពាក្យអ្វីត្រូវនិយាយដើម្បីការពារខ្លួនគ្មានលេសអ្វីត្រូវនិយាយដើម្បីការពារខ្លួនដើម្បីឆ្លើយតបទៅសហគមន៍អន្តរជាតិដើម្បីលុបទៅលើឥទ្ធិពលដ៏ប្រសិទ្ធភាពដ៏ស័ក្តិសិទ្ធិរបស់គណៈទូតពីក្រសួងការបរទេសកម្ពុជាទើបវាមានការរុញព្រឹត្តិការណ៍បាត់ទង់ជាតិដងទង់ជាតិអីនេះឡើងមកបាទនេះគឺជាការមើលឃើញរបស់អ្នកតាមដានក្នុងនាមខ្ញុំជាអ្នកតាមដានបញ្ហាវិវត្តព្រំដែនកម្ពុជាថៃក៏ដូចជាផ្ទៀងផ្ទាត់យ៉ាងជិតស្និទ្ធរវាងច្បាប់ដែលពាក់ព័ន្ធនិងចេតនាដ៏ខ្មៅងងឹតរបស់ភាគីថៃមកលើកម្ពុជាប្រកាសណាស់ថាតាំងពីចំនួនអាយដាមឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបាទសម្ដេចសុកអានបាទគាត់លើកថាថៃវាធ្វើឲ្យសម្ោចទៅជាតម្រៃបើវាចង់ហើយវាធ្វើតម្រៃទៅជាសម្ោចបាទរឿងនេះគឺមិនខុសទេអ្វីដែលវាកំពុងធ្វើគឺរូបភាពបែបហ្នឹងធ្វើម៉េចឲ្យមានពាក្យពេចន៍សារខ្លឹមសារថាមួយទៅលុបកណត់ទូតតវ៉ារបស់កម្ពុជាដែលកំពុងតែកក្រៅនៅលើឆាកអន្តរជាតិបាទអញ្ចឹងហើយនេះគឺជាចេតនាដ៏ខ្មៅងងឹតពីសំណាក់ភាគីថៃដែលយកលេសថារឿងបាត់ទង់ជាតិឬក៏ដងទង់ជាតិនេះដើម្បីសេណារីយ៉ូ2បាទទី1គឺដូចខ្ញុំលើកមុនហ្នឹងទី2ដើម្បីបានលេសក្រងនឹងផ្ទុះសង្គ្រាមជុំទី3ជាមួយកម្ពុជាដោយវាមើលឃើញថាកលៈទេសៈពេលនេះគឺអំណោយផលដល់វាក្នុងការផ្ទុះសង្គ្រាមហើយដើម្បីបង្វែងដានពីការកាន់កាប់ទីតាំងនៅលើដែនអធិបតេយ្យរបស់កម្ពុជាបច្ចុប្បន្នហ្នឹងមកដល់ពេលនេះម៉ោងនេះដើម្បីយកអាសង្គ្រាមជុំទី3មកលុបទៅលើអ្វីដែលវាកំពុងតែកាន់កាប់ដោយខុសច្បាប់អន្តរជាតិបំពានធម្មនុញ្ញអាស៊ានបំពានធម្មនុញ្ញអង្គការសហជីវជាតិហ្នឹងបាទតាមអ្វីដែលលោកបានលើកឡើងមានន័យថាអ្វីដែលថៃបាត់ទង់ជាតិឲ្យជាប់លើកម្ពុជានេះគឺមានហេតុផល2ទី1គឺបង្កើតព្រឹត្តិការណ៍ដើម្បីលុបទៅលើព្រឹត្តិការណ៍ដែលកម្ពុជាបានចេញកំណត់ទូតតវ៉ាជាបន្តបន្ទាប់ទី2ជាលេសមួយដើម្បីបង្កហេតុឬក៏បើកការវាយប្រហារឈ្លានពានលើកម្ពុជាជាថ្មីមានន័យថាថៃនឹងយកបញ្ហាទង់ជាតិនេះអាចនឹងជំនួសការជន់មីនកន្លងមកបាទប្រកាសណាស់បាទព្រោះអីថាបញ្ហាជន់មីនពិភពលោកគេបានដឹងហើយវាសាបអស់ទៅហើយគេឡើងជឿហើយបាទគេឡើងជឿហើយជំនាញអន្តរជាតិគេមើលឃើញថាមីននៅក្នុងទឹកដីកម្ពុជាអញ្ចឹងមីនមិនមែនជាបញ្ហាអត្ថិភាពដែលត្រូវយកមកដោះក្នុងអំឡុងពេលដែលការកំណត់ព្រំដែនមិនទាន់ច្បាស់លាស់នោះទេការកំណត់ព្រំដែននេះហើយគឺជារឿងដែលអត្ថិភាពបំផុតវាស់ឲ្យឃើញថាខាងណាថៃខាងណាកម្ពុជាអញ្ចឹងមីននៅខាងណាខាងនោះដោះចុះនេះអន្តរជាតិគេមើលឃើញអញ្ចឹងហើយកន្លងមកដែលខ្ញុំនៅក្រៅប្រទេសខ្ញុំតាមដានជាមួយនឹងសហគមន៍អន្តរជាតិគឺយើងមើលឃើញពីចេតនាច្បាស់លាស់នៅលើគោកតែម្ដងអំពីចេតនាឈ្លានពានរបស់ថៃបាទទី1ការប្រើប្រាស់ unilaterally drawn map against international law ហ្នឹងបាទការប្រើប្រាស់ផែនទីឯកតោភាគីរបស់ថៃបំពានច្បាប់អន្តរជាតិនេះគ្មានប្រទេសណាលើពិភពលោកហ្នឹងគេទទួលយកទេបាទគេថាអ្នកឯងជាសត្វចម្លែកហើយរដ្ឋជាសត្វសត្វចម្លែកនៅក្នុងអាស៊ានហើយបាទហើយបើសិនជាមកដល់2026ហើយនៅមានប្រទេសដូចថៃនេះគូសផែនទីខ្លួនឯងហើយវាយយកទៀតសួរថាពិភពលោកណាប្រទេសណាដែលទទួលយកគឺអត់ទេបាទគឺស្មើនឹងសត្វចម្លែកនៅក្នុងអាស៊ានដែលប្រើប្រាស់ច្បាប់ព្រៃរបស់ខ្លួនរំលោភអធិបតេយ្យរបស់រដ្ឋជិតខាងផងខ្លួនហើយវាប្រះចាកអំពីអ្វីដែលវាតែងតែឃោសនានៅលើឆាកអន្តរជាតិថាវាស្រឡាញ់សន្តិភាពស្រឡាញ់ភូមិផងប្រទេសភូមិផងរបងជាមួយលក្ខណៈ
អ្វីដែលវាធ្វើគឺផ្ទុយទាំងស្រុងបាទអន្តរជាតិសហគមន៍អន្តរជាតិគេមើលយ៉ាងជិតស្និទ្ធទៅលើបញ្ហាហ្នឹងហើយគេឃើញភាពជាក់ស្ដែងសត្យានុម័តដែលកើតចេញជាក់ស្ដែងមកគឺថៃជាអ្នកឈ្លានពានមកលើកម្ពុជាបាទអានេះរឿងផែនទីទី1ទី2ដែលថៃកន្លងមកចោទប្រកាន់ថាកម្ពុជាជាអ្នកឈ្លានពានថៃនោះគឺខ្លាចជារឿងហួសចិត្តទៅវិញមកដល់ពេលនេះបាទនៅក្នុងសហគមន៍អន្តរជាតិសួរទៅហួសចិត្តយ៉ាងម៉េចហើយជាពិសេសថៃនឹងបានលើកយកមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិមកនិយាយទៅទៀតថាវាយកម្ពុជាផ្អែកលើមាត្រា51ហើយអ្នកច្បាប់អន្តរជាតិនាំគ្នាហួសចិត្តទាំងខ្ញុំទាំងគេដែលយើងមើលពីក្រៅមកអ្នកអន្តរជាតិច្បាប់អន្តរជាតិអ្នកវិភាគអន្តរជាតិអ្នកនយោបាយអន្តរជាតិគេមើលតែ keyword តែ2 3ចំណុចគេចាប់បានហើយថានរណាឈ្លានពាននរណាបាទទី1 unilaterally drawn map by Thailand until today 2026 you still use unilaterally drawn map to invade your neighboring country in ASEAN destroying ASEAN charter destroying United Nations charter បាទនេះគឺ keyword របស់ខ្ញុំជូនទៅថៃបាទជាភាសាអង់គ្លេសដើម្បីឲ្យដឹងថា unilaterally drawn map ផែនទីដែលគូសដល់ឯកតោភាគីនេះគឺជាអ្វីដែលពិភពលោកហៅថាជាសត្វចម្លែកនៅក្នុងអាស៊ានសត្វចម្លែកនៅក្នុងសមាជិក UN ហើយគ្មាននរណាគេគ្រប់គ្រងទេបាទបាទខ្ញុំសូមលើកឡើងពីបញ្ហានៃការចរចាគ្នាបន្តិចដោយសារតែកន្លងមកខ្ញុំគិតថាលោកប៉ាស្ទីក៏ដូចជាទស្សនិកជនប្រកម្មជាតិថ្មីដែលតាមដានពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះបច្ចុប្បន្នជ្រាបហើយទាំងអាដាមសំរ៉ុនស្តាន់ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏ដូចជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ពាក់ព័ន្ធទៅនឹងការចរចាទ្វេភាគីអាចថាមកត្រឡប់មកធ្វើការចរចាទ្វេភាគីជាមួយនឹងថៃឡើងវិញដើម្បីធ្វើម៉េចបញ្ចប់បញ្ហាឈ្លានពានរបស់ថៃនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានត្រង់ចំណុចនេះខ្ញុំចង់រំលឹកឡើងពាក់ព័ន្ធទៅនឹងការលើកឡើងដដែលជាដដែលរបស់រដ្ឋមន្ត្រីការបរទេសថៃទាំងនៅជារដ្ឋមន្ត្រីចាំប្រទេសក៏ដូចជារដ្ឋមន្ត្រីការបរទេសថ្មីនាពេលនេះមុនបង្កើតរាជរដ្ឋាភិបាលថៃជាផ្លូវការរដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងម្ដងជាពីរដងថានៅពេលដែលរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងនឹងចូលរួមនៅចរចាក្នុងក្របខ័ណ្ឌ JBC ជាមួយនឹងកម្ពុជាបន្ទាប់ពីកម្ពុជាបានដាក់លិខិតទៅជាច្រើនម្ដងមកហើយម្ដងនេះខ្ញុំសឹងតែរាប់មិនអស់ទេតើកម្ពុជាដាក់នៅលិខិតអញ្ជើញថៃមកចូលតុចរចា JBC នឹងប្រមាណដងទេក៏ប៉ុន្តែចុងក្រោយនេះនៅឯបរទេសនោះរដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់ឡើងវិញជារឿងមួយដែលគួរឲ្យអស់សំណើចដែរគឺលោកបានបញ្ជាក់អញ្ចេះថាថៃនឹងចូលរួមប្រជុំ JBC ជាមួយកម្ពុជាក៏ប៉ុន្តែបែរជាចោទថាកម្ពុជាមិនទាន់ready សម្រាប់ការប្រជុំ JBC នឹងទៅវិញកម្ពុជាដាក់សម្ពាធផ្សេងៗតាមរយៈយន្តការអន្តរជាតិថែមទៅទៀតរឿងនឹងយ៉ាងម៉េចលោកមើលទៅយ៉ាងម៉េចចំពោះការលើកឡើងខ្ញុំផ្ទាល់ទេខ្ញុំជាអ្នកតាមដានគាត់ថាដូចជារដ្ឋមន្ត្រីការបរទេសថៃនិយាយទៅមុខទៅក្រោយនិយាយបាត់ដៃក្នុងដៃមិនដឹងជាយ៉ាងម៉េចទេបាទសូមអរគុណសំណួរដ៏មានសារៈសំខាន់មួយនេះខ្ញុំក៏ហួសចិត្តដែរសហគមន៍អន្តរជាតិដែលគេតាមដានបញ្ហាកម្ពុជាថៃក៏គេហួសចិត្តដែរពេលដែលរំលាយរដ្ឋាភិបាលថៃវាយល់លេសដើម្បីទិញពេលមួយសារទៅបាទដល់រាជរដ្ឋាភិបាលកម្ពុជានាយករដ្ឋមន្ត្រីយើងគាត់ទៅវេទិកាអន្តរជាតិដើម្បីបកស្បែកមុខសូម្បីតែរដ្ឋាភិបាលដែលវាមិនទាន់បង្កើតនោះក៏វាមានចេញបុគ្គលស៊ីហាស័កពងកៅពាក់ក្រវ៉ាត់កសឹងតាមតន់រត់ឡើងយន្តហោះទៅឆ្លើយតបបាទនេះហើយជាអ្វីដែលយើងឃើញថាឆន្ទៈវានៅត្រង់ណាបាទបើវាមានឆន្ទៈធ្វើកុំថាឡើយអត់តមានរដ្ឋាភិបាលកុំថាឡើយសេចក្តីសម្រេចថាមានរដ្ឋាភិបាលពេលនេះបើវាមានឆន្ទៈធ្វើគឺចូលប្រជុំហើយបាទនេះគឺបញ្ហាទី1ដែលជាលេសនៅក្នុងការទិញពេលនៅពេលដែលវាកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រ de facto កាន់កាប់ជាក់ស្ដែងនៅលើដីកម្ពុជាដោយខុសច្បាប់ហើយដោយសង្ឃឹមថាអូសបន្លាយកាន់តែយូរការកាន់កាប់ហ្នឹងប្រហែលជានឹងមានប្រសិទ្ធភាពអ្វីដែលវាគិតជាចេតនារបស់ថៃបាទក៏ប៉ុន្តែកណ្ដាប់ទូតរបស់កម្ពុជា700ជាងកណ្ដាប់ទូតនេះគឺជាឧបករណ៍អន្តរជាតិដែលចង្អុលមុខថៃចំពោះមុខច្បាប់អន្តរជាតិឲ្យទទួលខុសត្រូវចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ
ឲ្យទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិថាអ្នកឯងកំពុងប្រើប្រាស់ច្បាប់ព្រៃដោយគូសផែនទីជាឯកតោភាគីវាយយកទឹកដីរបស់រដ្ឋភូមិផងរបស់ខ្លួននៅក្នុងសហគមន៍អាស៊ានរបស់ខ្លួនដែលពិភពលោកមិនគ្រប់គ្រងចិត្តដាច់ខាតបាទពិភពលោកគេមើលឃើញអំពីការឈ្លានពានដ៏ពិតប្រាកដនិងការបង្កើតលេសដ៏ជាក់ស្ដែងរបស់ថៃបំពេញមកលើកម្ពុជាវិវត្តមកដល់ពេលនេះថ្ងៃ22មេសា2026នេះគ្មានប្រទេសណាមួយលើโลกនឹងគូសផែនទីបន្តគូសផែនទីដោយខ្លួនឯងជាឯកតោភាគីឲ្យវាយយកទៅតាមការគូសរបស់ខ្លួនទេអញ្ចឹងមានហ៊ីតលែរទី2តើថៃចង់ធ្វើខ្លួនជាហ៊ីតលែរទី2នៅក្នុងអាស៊ានឬជាហ៊ីតលែរទី2នៅក្នុងសមាជិក UN ឬជាហ៊ីតលែរទី2នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅខែ9រៀងរាល់ឆ្នាំនីមួយៗហ្នឹងនឹងត្រូវបានគេច្អល់មុខនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឬបាទយើងសួរទៅថៃវិញការវិវត្តនៃយុទ្ធសាស្ត្រការទូតដែលជាការដោះស្រាយដោយសន្តិវិធីរបស់កម្ពុជាអាចនឹងវិវត្តទៅដល់យុទ្ធសាស្ត្រការទូតមួយដែលថៃមិននឹកស្មានដល់បាទ collective action against aggressive state to Thailand at the United Nations General Assembly in September of each year pointing finger on your face that you are the monster in ASEAN. You are using unilaterally drawn map and fights and invade into Cambodian territory illegally by using your jungle law. Which country in this world until today, 2026, April 22, right here, right now, which country in this world accept your unilaterally drawn map to invade Cambodia? You're gonna be the second Hitler for ASEAN? What a shameless nation in ASEAN. Even me, Cambodia, I feel very ashamed. Instead of you, Thailand, especially Sihasak Pongkitkau, you already accept that Thailand influenced by Khmer civilization. I thank you. This means you already confess that Thailand has been influenced and copied the civilization of Khmer Empire of the Kingdom of Cambodia today. បាទលើកចំណុចទាំងខ្លះដើម្បីរំលឹកឲ្យពិភពលោកបានឃើញថាថៃនេះវាមកពីណាវាកំពុងធ្វើអីហើយវាចង់ទៅណាបាទលោកប៉ាស៊ីបានលើកឡើងពាក់ព័ន្ធបញ្ហានេះខ្ញុំចាប់អារម្មណ៍រឿងការនិយាយទៅមុខទៅក្រោយហាក់ដូចជារដ្ឋមន្ត្រីការបរទេសថៃហាក់ដូចជាកំពុងតែកិច្ចឡើងមិនចូលរួមប្រជុំចរចាគណៈកម្មការកិច្ចការព្រំដែន JBC នឹងជាមួយកម្ពុជាហាក់ដូចជាកំពុងតែទិញពេលវេលាដោយលោកបានលើកឡើងចឹងហេតុអីបានជាថៃធ្វើបែបនេះថាការទិញពេលវេលាឬក៏ពន្យាពេលវេលានេះវាចំណេញអីដល់ថៃឬក៏ថៃមិនមានអីទៅជជែកជាមួយកម្ពុជាចង់កិច្ចពីការជជែកនេះឬក៏យ៉ាងម៉េចបាទសូមអរគុណសំណួរដ៏សំខាន់មួយនេះរូបភាពមាន2ទី1តើថៃខ្លួនឯងហ្នឹងបានគិតថាខ្លួនឯងធ្វើជ្រុលឬនៅក្នុងច្បាប់អន្តរជាតិការដែលគេមានព្រំដែនអន្តរជាតិនីមួយនៃប្រទេសទាំងអស់ទូទាំងពិភពលោកដែលគេគោរពទៅលើគោលការណ៍ដែលបានបន្សល់នៅក្រោយអាណានិគមគ្មានប្រទេសណាមួយបំពេញទេបាទព្រំដែនអន្តរជាតិមិនអាចត្រូវបានផ្លាស់ប្ដូរដោយកងកម្លាំងនោះទេតែថៃសេណារីយ៉ូទី1តើវាកំពុងតែដឹងថាខ្លួនឯងធ្វើជ្រុលឬដែលរំលោភច្បាប់អន្តរជាតិដែលអន្តរជាតិគេឃើញអំពីទង្វើរបស់ខ្លួននេះការគូសផែនទីឯកតោភាគីហើយវាយយកទៅតាមការគូសរបស់ខ្លួននេះបាទតើខ្លួនឯងកំពុងគិតថាធ្វើជ្រុលដាក់កម្ពុជាឬនៅពេលនេះសេណារីយ៉ូទី1តែកំពុងរស់ច្រកចេញទី2យុទ្ធសាស្ត្រដ៏ខ្មៅងងឹតដ៏ថោកទាបខ្ញុំប្រើពាក្យហ្នឹងទៅចុះវាគិតថាការទិញពេលវេលាហើយប្រើប្រាស់ de facto កែលោអូសបលាយពេលកាន់កាប់កាន់អាយុហើយយុទ្ធសាស្ត្រអីផ្សេងខាងសេដ្ឋកិច្ចបើកព្រំដែនរ៉ូស៊ីអីមួយគ្នាហើយគិតថាកម្ពុជានឹងភ្លេចអំពីដែនដីប្រមាណទីតាំងដែលវាកាន់កាប់ដោយខុសច្បាប់នេះគឺជាសេណារីយ៉ូទី2ដែលគេហៅថា strategic ambiguity
ច្បាស់ក៏ដូចមិនច្បាស់ដូចច្បាស់បាទគឺបើសិនជាភ្លេចយកបាទហើយឃើញមានសារមេសេចអំពីការបើកព្រំដែនផ្សេងគឺខាងថៃហ្នឹងឯងបាទខាងថៃហ្នឹងឯងខាងយើងសម្ដេចតេជោសម្ដេចធិបតីលើកឡើងហើយបាទអំពីគោលជំហររបស់កម្ពុជាអ្នកឯងអ្នកបិទមុនអ្នកឯងអ្នកបើកបាទកម្ពុជាតាមតែក្រោយទេពួកយើងមិនដែលមានចិត្តចង់បង្កបញ្ហាជាមួយថៃទេបាទគឺវាអ្នកបង្កើតទាំងអស់រឿងទាំងអស់ចឹងថាកិច្ចសម្ភារកន្លងមកអ្វីដែលថៃវាចោទប្រកាន់មកកម្ពុជាសុទ្ធតែជាអ្វីដែលវាបានប្រព្រឹត្តបំពានរំលោភមកលើកម្ពុជាទាំងអស់បាទចឹងពិភពលោកសហគមន៍អន្តរជាតិគេចាប់ផ្ដើមឃើញកាន់តែច្បាស់ទឹកវាកាន់តែថ្លាតែមកដល់ម៉ោងនេះពេលនេះគឺថាការបិទបាំងការព្យាយាមបិទបាំងរបស់ថៃគឺលែងមានប្រសិទ្ធភាពទៀតហើយពិភពលោកអាចនឹងមើលឃើញចារឹកឬក៏សកម្មភាពឈ្លានពានរបស់ថៃបានយ៉ាងច្បាស់កន្លែងហើយនៅពេលនេះបាទប្រកាសណាស់ថាភាគរយវិវត្តកាន់តែច្រើនបំផុតនៅពេលដែលកណ្ដោទូតតវ៉ាពីកម្ពុជាចេញទៅសហគមន៍អន្តរជាតិនឹងបានคล้ายទៅជាការកសាងនៅផុសតាំងយ៉ាងរឹងមាំជាទីបំផុតនៅក្រោមច្បាប់អន្តរជាតិដើម្បីយកមកដោះស្រាយបញ្ហាថៃរំលោភឈ្លានពានដែនអធិបតេយ្យនៃរដ្ឋអធិបតេយ្យមួយនៃប្រជាជាតិកម្ពុជារបស់យើងបាទដោយលោកបានលើកឡើងហើយថាមកដល់ពេលនេះគឺកំណត់ទូតតវ៉ាផ្សេងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនេះគឺថាដល់ទៅជាង700កំណត់ទូតដីថ្លែងការណ៍ឬក៏ប្រកាសព័ត៌មានផ្សេងរួចមកហើយនេះខ្ញុំអាចចាត់ទុកថាជាសកម្មភាពមួយយ៉ាងសកម្មនៅលើក្រដាស់ទៅចោះខ្ញុំសូមប្រើពាក្យនេះដោយសារតែយើងចេញសេចក្តីថ្លែងការណ៍ចេញនៅកំណត់ទូតផ្សេងក៏ប៉ុន្តែបើយើងងាកទៅមើលភាគីថៃវិញគឺมันមានសេចក្តីថ្លែងការណ៍តវ៉ាអីច្រើនដោយកម្ពុជាទេក៏ប៉ុន្តែគេបែរជាមានសកម្មភាពយ៉ាងសកម្មនៅលើដីជាក់ស្ដែងដីដែលគេបានឈ្លានពានដណ្ដើមបានពីកម្ពុជានៅតាមបណ្ដោយព្រំដែនមួយចំនួនដោយបានក្រសួងការបរទេសបានបញ្ជាក់ក្រសួងការពិជាតិបានបញ្ជាក់រួចមកហើយទោះបីជាកម្ពុជាបានចេញនៅកំណត់ទូតជាបន្តរាប់រយកំណត់ទូតតវ៉ាយ៉ាងណាក៏ដោយក៏ប៉ុន្តែភាគីថៃបានឆ្លើយតបតិចតួចប៉ុណ្ណោះហើយការដោះស្រាយនៅការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពកម្ពុជាមកដល់ពេលនេះគឺមិនទាន់មានការវិវត្តគួរឲ្យចាប់អារម្មណ៍ណាមួយទេសកម្មភាពបែបនេះអាចឆ្លុះបញ្ចាំងបានទេឬក៏យ៉ាងណាថាបេសកកម្មការទូតឬក៏ការធ្វើការទូតកំពុងតែទទួលការបរាជ័យហើយឬក៏យ៉ាងណាបាទ$2 million questions បាទសំណួរប្រកបដោយទម្ងន់បាទចំពោះបញ្ហានេះដោយកន្លងមកដែលខ្ញុំបានផ្ដល់កិច្ចសម្ភាសខ្ញុំប្រើពាក្យថាកម្ពុជាប្រើយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមឯចៅសៀមយុទ្ធសាស្ត្រស្ងៀមតែមិនស្ងាត់វាត្រឡប់មកយើងវិញមានន័យថាមិនអាចបញ្ជាក់បន្តិចបានទេបាទហើយដូចលោកបានលើកឡើងអំពីថាច្បាប់យន្តការអន្តរជាតិកំណត់ទូតនឹងថាជាกระดาษមួយដែលថៃវាចាត់ទុកថាជាกระดาษវាអត់អនុវត្តហ្នឹងបាទអាហ្នឹងគឺចូលនៅក្នុងហ្នឹងជិះខ្ញុំបញ្ជាក់បន្តិចកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានធ្វើឡើងថ្ងៃទី28បាទ24 28កក្កដាសង្គ្រាមជុំទី1ហើយយើងមានបទឈប់បាញ់មួយហើយ27ធ្នូការប្រកាសបរិញ្ញាចិត្តអនុវត្តបទឈប់បាញ់បាទហ្នឹងយើងនិយាយច្បាស់បាទគឺថៃវាចាត់ទុកថានឹងជាกระดาษបាទវាយកធីបចោលដាក់ក្រោមតុដាក់កែឬក៏វាគប់ទៅគៀនជាងដោយវាគិតថាវាអាចធ្វើបានដែលក្នុងកាលៈទេសៈនៃសន្តិភាពពិភពលោកកំពុងតែអត់ស្រួលនៅលើដីបាទវាមិនស្ងាត់នៅលើដីតែវាស្ងៀមនៅលើกระดาษបាទនេះហើយដែលថាវាយកច្បាប់អន្តរជាតិយកធម្មនញ្ញ UN យកធម្មនញ្ញអាស៊ានយកកិច្ចព្រមព្រៀងបទជប់បាញ់រវាងកម្ពុជាថៃវាចាត់ទុកថាជាកណ្ដាស់អត់បានការដែលវាអត់គ្រប់វាអត់អនុវត្តតែវាសកម្មនៅលើដីវាសាងសង់នេះសាងសង់នោះហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងទាំងអស់ហេដ្ឋារចនាសម្ព័ន្ធយោធានេះត្រូវបានហាមឃាត់យ៉ាងជាក់លាក់នៅក្នុងកិច្ចព្រមព្រៀងបទជប់បាញ់ហើយពិភពលោកសហគមន៍អន្តរជាតិគេមើលឃើញច្បាស់ពិភពលោកគេដឹងថាគេទទួលស្គាល់ថាអ្វីជាបទជប់បាញ់លក្ខខណ្ឌនៃបទជប់បាញ់ដែលពិភពលោកគេទទួលស្គាល់ថាអ្វីជាបទជប់បាញ់មានថាហាមឃាត់សកម្មភាពយោធាគ្រប់បែបយ៉ាងទាំងអស់
កុំថាឡើយពង្រីកចំនួនយោធាកុំថាឡើយសាងសង់លិនដ្ឋានសាងសង់លិនដ្ឋាននេះរំលោភទាំងស្រុងតែម្ដងលើបត់ឈប់បាញ់បាទសូម្បីតែសាមញ្ញជនក៏មើលឃើញដែរថាបត់ឈប់បាញ់គឺគេមិនឲ្យសាងសង់លិនដ្ឋានទេបាទគេមិនឲ្យកាយបលាយលុបដានចាស់បង្កើតដានថ្មីធ្វើជា Thailandization ទេបាទ Thailand has been constructing new infrastructure to make it Thailandization violated the ceasefire agreement between Cambodia and Thailand violated seriously the territorial integrity national sovereignty of the Kingdom of Cambodia. You are using the jungle law by continue constructing all infrastructure, militarily infrastructure on the disputed area and deeply inside the territory of Cambodia, even deeper than the unilaterally drawn by Thailand itself. It draw at this line, but it went deeper than it unilaterally drawn map. This is what I call the monster in ASEAN. Yes. បាទខ្ញុំត្រូវបញ្ចេញសារអង់គ្លេសខ្លះដើម្បីឲ្យពិភពលោកបានដឹងថាថៃនេះវាពឹសពុលប៉ុណ្ណាបាទអញ្ចឹងកន្លែងនេះគឺខ្ញុំត្រូវតែបញ្ជូនសារខ្លះកុំឲ្យថាយើងនិយាយតែខ្មែរសុទ្ធថៃអត់ដឹងបាទត្រូវបញ្ជូនសារខ្លះឲ្យដឹងថានរណារំលោភនរណាឈ្លានពាននរណាពិតប្រកបណាស់ថាការវិវត្តមកដល់ពេលនេះបញ្ហាកម្ពុជាថៃវាឡើងថ្មីហើយនៅក្នុងសហគមន៍អន្តរជាតិបាទដោយសារតែបញ្ហាគ្របដណ្ដប់មួយចំនួននៃសង្គ្រាមអាមេរិកអ៊ីរ៉ង់ធ្វើឲ្យគេងាកទៅរកបញ្ហាហ្នឹងច្រើនប៉ុន្តែនៅពេលដែលអាមេរិកអ៊ីរ៉ង់ស្បោយហើយអាមេរិកអ៊ីស្រាអែលអ៊ីរ៉ង់ស្បោយហើយប្រកាសណាស់ថាអាក្រក់ល្អសខ្មៅនឹងត្រូវបានបង្ហាញទឹកវាលែងលក់កកហើយឥឡូវនេះកំពុងលក់កកប៉ុន្តែសហគមន៍អន្តរជាតិគេមើលឃើញយ៉ាងហោចណាស់ 70% អំពីអ្វីដែលថៃបានរំលោភឈ្លានពានមកលើអធិបតេយ្យរបស់កម្ពុជាជាពិសេសថៃត្រូវដឹងថាខ្លួនឯងនេះគឺជា one of the founder of ASEAN. What a shameless one of the founder of ASEAN that you destroy ASEAN yourself in the region. Me, myself, Cambodia, and also feel pity to our friend Timor-Leste coming to join ASEAN in the hope that would be living coexistence and economic integration, growing together in peace in ASEAN. But Thailand doing this, you are destroying ASEAN Charter in Article 1, Article 2 very seriously. And the world has to know this. Not only ASEAN Charter, but also the United Nations Charter, Article 1, Article 2 the same. Why there is United Nations Charter? Because the world finished the First and Second World War. We don't want to go back to the past. But why Thailand committing and want to throw the world back to the past, First World War and Second World War? The world has to be clear about this point. Article 1 of the United Nations Charter to promote peace, security of the world. What Thailand doing? You invaded Cambodia militarily, F-16, Gripen, shelling, airstrike into civilian home, infrastructure, school, hospital. In particular, the World Heritage of Pravihar Temple, that the property of mankind, of the world. Why you destroy the property of mankind located in Cambodian territory? It is no longer the absolute property of Cambodia, but it is the property of the world. Why you bombing with the largest bomb, and now evident that more than 10 square meter of the hole from that bomb
from Thailand on the premises of our Pravihir temple, which is the property of people of the whole world. What you've been doing, Thailand? You have to be ashamed of your activity, of your military wrongfully acts against international law, against the property of mankind. I feel very ashamed to Thailand that you have raised Article 51 by raising that you retaliate based on Article 51. But Article 51 also enshrines that the two conflicting parties, the two nations, must use artillery proportionally. Cambodia side, artillery from the ground, Thailand, beside the artillery from the ground, plus F-16 and Gripen, shilling into civilian area. Does any of your scholar, any of your politician in Thai parliament, you know anything about the law of the war? You have to advise your government, step back and respect international law together. Otherwise, the world look at you as the monster in ASEAN, the monster in the United Nations General Assembly. You're gonna face by Cambodia, faced by all the members of the United Nations in the next coming months of this year. បាទខ្ញុំលើកជាអង់គ្លេសទៅចុះ បាទខ្ញុំចាប់អារម្មណ៍មែនតើពាក្យថា monster in Asian គឺជាសត្វចម្លែកមួយដែលខុសគេខុសឯងតែម្ដងបាទលោកបានជជែកខ្ញុំសូមអរគុណពាក់ព័ន្ធការបកស្រាយពាក់ព័ន្ធនឹងបញ្ហានេះទាំងភាសាខ្មែរនិងភាសាអង់គ្លេសដើម្បីឲ្យទាំងថៃទាំងបរទេសផ្សេងៗបានយល់ឲ្យកាន់តែច្បាស់មែនទែនក៏ប៉ុន្តែខ្ញុំចង់សួរឲ្យខ្លីមួយឲ្យចំតែម្ដងដោយសារតែកម្ពុជាធ្វើនៅយុទ្ធនាការការទូតនឹងវាច្រើនមែនទែនមកដល់ពេលនេះមិនមានការឆ្លើយតបពីភាគីថៃពីអន្តរជាតិជាដុំកំភួនជាជាក់លាក់ណាមួយទេតើនេះជាការបរាជ័យផ្នែកការទូតឬក៏មិនបរាជ័យទេកំពុងតែមានវឌ្ឍនភាពទៅមុខទៀតបាទសូមអរគុណចំពោះបញ្ហានេះខ្ញុំអាចបញ្ជាក់បានថាការទូតកម្ពុជាគឺសកម្មជាទីបំផុតយើងមើលតែការឆ្លើយតបដោយការតវ៉ាប្តឹងតវ៉ាចំទាស់មានទាំងគណៈទូតក្រសួងការបរទេសនិងក្រសួងមហាផ្ទៃផងដែរក្រសួងវប្បធម៌វិចិត្រសិល្បៈផងដែរសរុបបញ្ចូលគ្នា700ហើយបាទបានคล้ายទៅជាឧបករណ៍អន្តរជាតិដែលត្រូវយកមកជាមូលដ្ឋាននៅក្នុងការសម្រេចសេចក្តីនៅក្នុងពេលណាមួយដោយតុលាការមិនថាតែ ICJ ឬក៏ ICC នោះទេបាទនីតិវិធីនៃការកសាងផុសតាងខ្ញុំនិយាយជាទូទៅគឺជានីតិវិធីនៅក្នុងផ្លូវច្បាប់បាទបើសិនបើយើងត្រូវប្តឹងបុគ្គលណាមួយឬរដ្ឋណាមួយប្រកាសណាស់ថានីតិវិធីនៃការកសាងផុសតាងនេះគឺជារឿងសំខាន់ជាទីបំផុតតែកំណត់ទូតផ្សេងៗហ្នឹងនឹងដើរតួជាឯកសារគតិយុត្តជាផុសតាងប្រកាសណាស់ថានេះគឺជាការកសាងផុសតាងដោយស្ងប់ស្ងាត់និងមានឥទ្ធិពលជាទីបំផុតនៅពេលដែលវាឈានទៅដល់ចំណុចមួយដែលធ្វើឲ្យទាំងកម្ពុជាទាំងថៃនិងភ្នាក់ផ្អើលបាទលោកប៉ាស្ទីនៅក្នុងចំណោមសាធារណជនមជ្ឈដ្ឋានជាតិរបស់យើងមានការព្រួយបារម្ភខ្លាំងមែនទែនដោយសារតែកម្ពុជាបានធ្វើសកម្មភាពយ៉ាងសកម្មនៅលើกระดาษយើងនិយាយចេះចោលអស្រួលយល់ចំណែកថៃវិញធ្វើសកម្មភាពយ៉ាងសកម្មនៅលើដីជាក់ស្ដែងដែលគេកំពុងតែឈ្លានពាននិងគ្រប់គ្រងបានដោយខុសច្បាប់នោះនេះធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមានការព្រួយបារម្ភថាកម្ពុជាអាចនឹងបាត់ដីមែនតែនហើយឬក៏បាត់ដីជាអចិន្ត្រៃយ៍ទៅហើយទៅប្រទេសថៃដោយសារតែថៃនៅតែធ្វើហេដ្ឋារចនាសម្ព័ន្ធមានឈូសឆាយធ្វើផ្លូវធ្វើលានដ្ឋានយ៉ាងរឹងមាំសំណង់រឹងមាំផ្សេងៗទាំងនៅប្រាសាទរបស់យើងទាំងនៅទីតាំងដែលថៃកំពុងតែកាន់កាប់ដោយខុសច្បាប់នឹងរវាងការធ្វើសកម្មភាពយ៉ាងសកម្មនៅលើក្រដាសតាមរយៈការទូតលើច្បាប់អន្តរជាតិនិងការធ្វើសកម្មភាពយ៉ាងជាក់ស្ដែងរបស់ថៃនៅលើទឹកដីនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលថៃកំពុងតែកាន់កាប់ដោយខុសច្បាប់នេះតើរវាងពីរនេះកម្ពុជាសកម្មលើក្រដាសថៃសកម្មលើដីជាក់ស្ដែងតើមួយណាមានប្រៀបជាមួយណាខ្ញុំអាច
បញ្ជាក់បានថាកម្ពុជាប្រើយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមនេះគឺជាការបង្ហាញឲ្យពិភពលោកឃើញថាកម្ពុជាគឺជារដ្ឋដែលយកគោលការណ៍សន្តិភាពនិយមមកដោះស្រាយនិងស្អប់ខ្ពើមជាទីបំផុតនៅសង្គ្រាមឈ្លានពាននៅការបង្ហូរឈាមរវាងជាតិសាសន៍និងជាតិសាសន៍ការពារនៅអាយុជីវិតប្រជាពលរដ្ឋស៊ីវិលទាំងខាងកម្ពុជាផងទាំងជីវិតកងទ័ពទាំងខាងកម្ពុជាផងក៏ដូចជាជីវិតជនស៊ីវិលនិងជីវិតកងទ័ពទៅដល់ភាគីថៃផងដែរប្រសិនបើយើងតបតទៅដោយយោធានៅពេលនេះលទ្ធផលយើងនឹងដឹងហើយថាមានតែសោកនាដកម្មទាំងពីរប្រទេសទាំងតែម្ដងរីឯព្រំដែនអន្តរជាតិនៅតែជាព្រំដែនអន្តរជាតិបង្គោលដែលបន្សល់នៅសម័យបារាំងនៅតែបង្គោលព្រំដែនអន្តរជាតិដែលត្រូវតែគោរពត្រូវតែអនុវត្តតាមនិងត្រូវតែដោះស្រាយតាមយន្តការ JBC រវាងប្រទេសទាំងពីរទោះបីវាយទៅដល់ណាក៏ដោយវាយទៅអលុំម៉ាលីបាងកឧទាហរណ៍វាយមកដល់ពេញចុងក្រោយនៅតែចរចាអញ្ចឹងបើនៅតែចរចាធ្វើពីគីដដែលយើងចាំបាច់បំផ្លាញគ្នាទៅអីបាទមិនជ្រើសរើសយកវិធីសន្តិភាពមកដោះស្រាយមកជាពិសេសកម្ពុជាស្អប់ខ្ពើមជាទីបំផុតសង្គ្រាមយើងឆ្អែតឆ្អន់ហើយមិនថាតែសម័យខ្មែរក្រហមទេយើងឆ្អែតឆ្អន់500ឆ្នាំទៅហើយបាទរឿងសង្គ្រាមដែលខ្មែរបែកបាក់នេះហើយខ្មែរទាំងឡាយក៏ត្រូវតែរួបរวมគ្នានៅពេលនេះនៅចំពោះមុខការឈ្លានពានពីសំណាក់ចៅសៀមឈ្លានពានមកលើកម្ពុជាយើងត្រូវតែរួបរวมគ្នានៅពេលនេះនិន្នាការផ្ទុយគ្នាយ៉ាងណាក៏ដោយគឺត្រូវទម្លាក់ចោលសិនបាទត្រូវតែរួបរวมគ្នាជាខ្មែរយើងតែ17លានអ្នកទេបាទថៃវាក្បែរ80លានអ្នកហើយណាបើនិយាយពីវៀតណាម104លានអ្នកហើយបាទហើយបើយើង17លានអ្នកនេះនៅតែអត់ត្រូវគ្នាកັບចាក់កັບអាហារគ្នាដោយប្រយោលពីខាងក្រៅមកខាងក្នុងលាក់នឹងលាក់សុរតើឯណាទៅស្មារតីនៃការស្រឡាញ់ជាតិពិតប្រាកដស្មារតីនៃការគោរពធម្មនុញ្ញកម្ពុជាពិតប្រាកដស្មារតីនៃកិច្ចការពារជាតិកម្ពុជាពិតប្រាកដជោគវាសនារបស់កម្ពុជាពិតប្រាកដនៅឯណាបើយើងអាឡែងតែវាយប្រហារមិនមើលកលតិស័កបែបនេះខ្ញុំសូមថ្កោលទោសអ្នកដែលវាយប្រហារនៅសកម្មភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅពេលនេះដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ថៃដោយប្រើប្រាស់យន្តការសន្តិភាពតាមច្បាប់អន្តរជាតិបាទខ្ញុំមិនគ្រប់គ្រងអ្នកដែលវាយប្រហារកម្ពុជារដ្ឋាភិបាលកម្ពុជានៅក្នុងកលៈទេសៈពេលនេះនោះទេត្រឡប់ចូលទៅសំណួររបស់លោកព្រំដែនអន្តរជាតិនៅតែស្ថិតនៅក្នុងយន្តការច្បាប់អន្តរជាតិដែលយើងហៅថា UITI Positive Juris បាទគឺជាយន្តការអន្តរជាតិដែលពិភពលោកគេយកមកដោះស្រាយគេប្រកាន់យកគេគោរពគេមិនបំពានទេមានន័យថាគោលការណ៍ព្រំដែនឥតកែប្រែដែលបន្សល់ក្រោយសម័យអាណានិគមមិនថាតែកម្ពុជាទេគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោកគេទទួលយកហេតុអីបានទទួលយកនេះហើយដែលគេហៅថាសន្តិភាពអន្តរជាតិផ្អែកលើច្បាប់ហើយនឹងវាអនុលោមទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលចេញមកនៅក្នុងឆ្នាំ1945ហ្នឹងដើម្បីរៀបចំសន្តិភាពពិភពលោកឲ្យវារៀបរយអត់មានហ៊ីតលែរទៀតទេបាទអត់មានគូសផែនទីឲ្យវាយយកទៀតទេបាទបើណាធ្វើអញ្ចឹងគឺសត្វចម្លែកហើយប្រឈមហើយប្រឈមនឹងការចោលមុខនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងខែ9នៃឆ្នាំនីមួយៗហ្នឹងហើយបាទត្រៀមខ្លួនបាទបើសិនជាឱកាសណាមួយនឹងកើតឡើងសូម្បីតែមហាអំណាចក៏មិនចង់ប្រឈមដែរបាទនៅពេលដែល collective action against aggressive state at the United Nations General Assembly pointing your face that you are the monster violated seriously the United Nations Charter violated seriously the ASEAN Charter you gonna be kicked out or you should
voluntarily withdrawn yourself out of ASEAN. Even more shamelessly, you are one of the founder of ASEAN, you commit that. Shamelessly. Yeah. អញ្ចឹងបានថាមានតែការគោរពច្បាប់អន្តរជាតិតែប៉ុណ្ណោះជាមួយសហគមន៍អន្តរជាតិតែប៉ុណ្ណោះដែលបង្កើតបាននៅសន្តិភាពពិតប្រាកដរបស់រដ្ឋមួយសន្តិភាពពិតប្រាកដរបស់តំបន់មួយសន្តិភាពយ៉ាងពិតប្រាកដរបស់ពិភពលោកមួយទាំងមូលប្រកបណាស់ថាហេតុអ្វីបានជាកម្ពុជាតែងតែទន្ទិញថាអរគុណសន្តិភាពមេត្រា1នៃធម្មនុញ្ញអង្គការសហប្រជាជាតិចែងគឺ maintain peace and security កាលណា no peace no security ហើយ zero nothing happen គ្មានអីកើតឡើងទេធម្មនុញ្ញអាស៊ានក៏ដូចគ្នា promote peace security in ASEAN region នៅក្នុង article 1 តែម្ដងបើអ្នកឯងលើកតបឈ្លានពានហើយគឺអ្នកឯងបំផ្លាញអាស៊ានមួយទាំងមូលហើយក្នុងមេត្រា1របស់ធម្មនុញ្ញអាស៊ាននឹងតែម្ដងធម្មនុញ្ញរបស់ថៃខ្លួនឯងក៏ promote peace security ដែរធម្មនុញ្ញរបស់កម្ពុជាមេត្រាដំបូងហ្នឹងក៏រដ្ឋឯករាជ្យអធិបតេយ្យការពារសុខសន្តិភាពដែរបាទនេះហើយដែលគ្មានអ្វីដែលសំខាន់ជាងសុខសន្តិភាពនោះទេបាទគ្មានសន្តិភាពគឺគ្មានគ្រប់យ៉ាងបាទលោកប៉ាស្ទីជាការប្រួយបារម្ភមួយទៀតរបស់ប្រជាពលរដ្ឋភាគច្រើនរបស់យើងហើយជាចម្ងល់មួយរបស់ខ្ញុំដែរហើយដោយសារតែលោកគឺជាអ្នកជំនាញច្បាប់អន្តរជាតិនៅពេលដែលទាហានឈ្លានពានរបស់ថៃបានសាងសង់នៅសំណង់រឹងនានាតួយ៉ាងដូចជាយើងនិយាយអស់ដូចជានៅភ្នំទ្រាប់របស់កម្ពុជាបានសាងសង់ចាក់បេតុងទៅប្រាសាទតាក្របីប្រាសាទតាមាន់ធំរួមទាំងតំបន់ទីតាំងយុទ្ធសាស្ត្រមួយចំនួនទៀតថៃបានធ្វើហេដ្ឋារចនាសម្ព័ន្ធជាសំណង់រឹងតែម្ដងថាតើច្បាប់ជាតិនិងច្បាប់អន្តរជាតិអាចទៅកំទេចសំណង់រឹងទាំងអស់ហ្នឹងបានដែរឬទេនាពេលអនាគតដ៏ខ្លីខាងមុខនេះខ្ញុំចង់មានន័យថាតើការរយៈការយកប្រើប្រាស់នៅយន្តការច្បាប់ជាតិនិងអន្តរជាតិអាចដេញទាហានឈ្លានពានរបស់ថៃហ្នឹងចេញពីទឹកដីរបស់កម្ពុជាបានដែរឬទេបាទសូមអរគុណចំពោះសំណួរដ៏មានសារៈសំខាន់មួយនេះប្រកបណាស់ថាបើយើងលើកអំពីទស្សនវិជ្ជាច្បាប់វាមាន2រូបភាពទី1ច្បាប់អន្តរជាតិទី2ច្បាប់ជាតិខ្ញុំលើកអំពីច្បាប់ជាតិមុនទៅចុះបាទខ្ញុំលើកអំពីទស្សនវិជ្ជាច្បាប់ហ្នឹងណាបាទដូចមិនដល់រដ្ឋ2គឺពុះជ្រៀកដោយផែនទីព្រំដែនអន្តរជាតិបើមិនអញ្ចឹងបើចូលទៅមកងាយស្រួលវាយយកងាយស្រួលកំថាឡើយដល់ប្រើយោធាសំបីតែឆ្លងព្រំដែនហ្នឹងក៏ត្រូវមានប៉ាសពតដែរបាទនេះហើយគោរពអធិបតេយ្យនៃរដ្ឋឯករាជ្យមួយប៉ាសពតហើយបើប្រទេសហ្នឹងគេត្រូវការវីសាទៀតសុំវីសាគេទៀតកំថាឡើយទៅដល់លើកតបយកយោធាឈ្លានពានបាទទស្សនវិជ្ជាច្បាប់កាលណារដ្ឋមួយមិនថាប្រជាជនមិនថាយោធាមិនថាទាហានមិនថា PM ចូលមកក្នុងរដ្ឋមួយទៀតឆ្លងព្រំដែនអន្តរជាតិហើយទស្សនវិជ្ជាច្បាប់ក្នុងស្រុកប្រកាសថាអ្នកឯងចូលនៅក្នុងដែនអធិបតេយ្យផ្ដាច់មុខនៅក្រោមយុត្តាធិការរបស់តុលាការកម្ពុជាយុត្តាធិការរបស់សមាជិកកម្ពុជាផ្ដាច់មុខហើយកម្ពុជាចង់ធ្វើអីក៏បានដែរចង់ចាប់ចង់បំផ្លាញចង់កំទេចចោលគឺស្របច្បាប់ព្រោះនេះជាទឹកដីនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាជារដ្ឋឯករាជ្យអធិបតេយ្យនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិក៏ដូចជាចែងនៅក្នុងធម្មនុញ្ញកម្ពុជាយើងខ្លួនឯងបាទគឺមានសិទ្ធិគ្រប់បែបយ៉ាងបើចង់ធ្វើប៉ុន្តែយើងជ្រើសរើសយកវិធីសាស្ត្រសន្តិភាពនិយមដូចខ្ញុំលើកមុនហ្នឹងថាដោះស្រាយដោយសន្តិវិធីមិនឲ្យបង្ហូរឈាមជាតិសាសន៍បង្ហូរឈាមពលរដ្ឋទាំងសងខាងបង្ហូរឈាមយោធាទាំងសងខាងបាទទស្សនវិជ្ជាច្បាប់ជាតិបន្ថែមមួយចំណុច2ទៀតកំថាឡើយជនស៊ីវិលហើយបើសិនជាលើកតបដោយយោធាហើយមកកាន់កាប់សាងសង់សំណង់រឹងអចិន្ត្រៃយ៍បែបអចិន្ត្រៃយ៍មកលើទឹកដីកម្ពុជាហើយបាទកលេចមើលច្បាប់កម្ពុជាយើងមានស្រាប់ខ្ញុំលើកតែទស្សនវិជ្ជាច្បាប់ណាបាទក្រមរូបភាពនៃទស្សនៈច្បាប់បាទអត់មានន័យផ្នែកនយោបាយឬក៏ន័យច្បាប់សុទ្ធសាធយើងមើលទៅក្រមព្រហ្មទណ្ឌយើងមានចែង
កំថាឡើយ civil បើយោធាប្រដាប់អាវុធចូលហើយតើវាមិនមែនជាក្រុមអ ுக ្រិតកម្មសង្គ្រាមឆ្លងដែនអន្តរជាតិក្រុមអ ுக ្រិតករអន្តរជាតិទេឬបាទមើលក្រមព្រហ្មទណ្ឌធ្ងន់ធ្ងរណាស់ជាពិសេសប្រព្រឹត្តដោយជនបរទេសក្នុងចេតនាឈ្លានពានជាក់ស្ដែងទៅទៀតសត្យានុម័តទៅទៀតបាទមិនត្រឹមតែអត្តនោម័តនៃការចង់ឈ្លានពានទេបានឈ្លានពានរំលោភបំពានច្បាប់កម្ពុជាឲ្យស្រេចទៀតកំថាឡើយដល់ច្បាប់អន្តរជាតិបាទយើងមើលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដីធ្លីនោះបាទគេហៅច្បាប់ភូមិបាលបាទច្បាប់ភូមិបាលចែងធ្ងន់ធ្ងរណាស់បាទកំថាឡើយបរទេសសម្បីតែខ្មែរនិងខ្មែរនេះដែលលួចកាន់កាប់ធ្វើប្លង់កម្មសិទ្ធិដោយខុសច្បាប់នេះទោសយ៉ាងហោចណាស់5ដល់10ឆ្នាំការឈ្លានពានឬក៏កាន់កាប់អចរណៈវត្ថុរបស់អ្នកដទៃដោយខុសច្បាប់ឬក៏លួចធ្វើប្លង់ទៅទៀតទោសធ្ងន់ធ្ងរណាស់បាទចុះតម្រង់មកថៃមិនត្រឹមមកចូលឲ្យស៊ីវិលចូលឲ្យយោធាច្បាប់ភូមិបាលយើងសួរថាតើមានទម្ងន់ប៉ុណ្ណាទៅបើសិនតែយើងអនុវត្តខ្ញុំកាត់លោកបន្តិចចុះបើសិនជាលោកលើកឡើងគឺថាអំណាចឬក៏អនុភាពនៃច្បាប់ទាំងជាតិអន្តរជាតិនេះគឺធំធេងណាស់ប៉ុន្តែតើអាចប្រើប្រាស់ដោយរបៀបមិនទៅដោយវិធីណារបៀបណាទៅដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការកំទេចសំណងរឹងមាំទាំងអស់ហ្នឹងបណ្ដេញកងទ័ពជាតិមកថៃចេញពីដែនអន្តរជាតិកម្ពុជាទាំងអស់តែម្ដងបាទប្រកាសណាស់ថាការងារនេះគឺជាបញ្ហាតំបន់ក៏ដូចជាពិភពលោកដែលត្រូវការគ្រប់គ្រងដល់សកម្មភាពប្រភេទនេះបាទប្រកាសណាស់ថាបើកម្ពុជាធំមានសិទ្ធិអំណាចយោធាគ្រប់គ្រាន់យើងអាចធ្វើបានដោយស្របច្បាប់ជាទីបំផុតបាទព្រោះនេះឯងចូលមកឆ្លងដែនមកដែនអធិបតេយ្យរបស់កម្ពុជាទៅហើយគឺនៅក្នុងយុត្តាធិការផ្ដាច់មុខរបស់កម្ពុជាចង់ធ្វើអីក៏បានដែរចង់កំទេចចង់អ្មិចក៏បានដែរបាទព្រោះនៅក្នុងទឹកដីកម្ពុជាក្រោមយុត្តាធិការរបស់តុលាការកម្ពុជារបស់សមត្ថកិច្ចយោធាកម្ពុជារបស់ PM កម្ពុជារបស់ប៉ូលីសកម្ពុជាបាទគឺផ្ដាច់មុខគ្រប់មធ្យោបាយទាំងអស់រីឯច្បាប់អន្តរជាតិប្រកាសណាស់ថាយើងនៅមានឧបសគ្គមួយចំនួននៅក្នុង UNSC បាទហើយដូច្នេះហើយបានជាពួកអីអានេះវាប្រើប្រាស់រយៈពេលយូរបាទបើសិនជាយើងចង់ធ្វើហើយដោយសម្ដេចធិបតីក៏លើកឡើងដែរថាគ្មានអ្វីដែលដោះស្រាយលឿនជាងយន្តការទ្វេភាគីនោះទេសូម្បីតែក្តីសង្ឃឹម 1% ដែលត្រូវដោះស្រាយដោយសន្តិវិធីក៏កម្ពុជាប្រកាន់យកមកដោះស្រាយដែរសូម្បីតែក្តីសង្ឃឹម 1% ប៉ុន្តែមិនមែន 1% ទេបាទប៉ុន្តែសូម្បីតែ 1% ក៏យើងត្រូវប្រកាន់យកយន្តការសន្តិភាពមកដោះស្រាយដែរអញ្ចឹងថៃត្រូវដឹង even 1% of hope to be used by Cambodia peacefully to negotiate to settle the border conflict with Thailand. Even 1% hope Cambodia will choose this mechanism to make sure that the problem between Cambodia Thailand border fighting has been settled peacefully in conformity with ASEAN Charter and UN Charter នេះហើយដែលកម្ពុជាត្រូវបានគេមើលឃើញថាមកដល់ពេលនេះម៉ោងនេះកំពុងតែនិយាយនេះត្រូវបានពិភពលោកមើលឃើញថាជាប្រទេសដែលអត់ធ្មត់ជាទីបំផុតបាទស្រឡាញ់សន្តិភាពជាទីបំផុតជាប្រទេសដែលការពារអាយុជីវិតជនស៊ីវិលនិងយោធាមិនថាតែកម្ពុជាគឺភាគីថៃផងដែរការពារអាយុជីវិតជាទីបំផុតដោយខ្ញុំលើកមុនហ្នឹងទោះបីវាយដល់ខ្ទេចទាំងសងខាងក៏ដោយមុននឹងក្រោយគង់តែចូលទៅតុចរចាទ្វេភាគីចុះបើមុននឹងក្រោយគង់តែចូលទៅតុចរចាទ្វេភាគីយើងចាំបាច់បំផ្លាញគ្នាទៅអីចរចាទ្វេភាគីឬក៏តាមយន្តការអន្តរជាតិជាការប៉ុណ្ណេះទៅការពេលវេលានិងការអត់ធ្មត់ខ្ពស់មែនទែនលោកអាចបញ្ជាក់បានទេលោកយល់ថាតើបញ្ហាសង្គ្រាមជ្រាបពេលរបស់ថៃហ្នឹងតើយើងត្រូវការពេលវេលាប្រមាណទៅពេលវេលាជាក់លាក់ប្រមាណខែប្រមាណឆ្នាំទៅដើម្បីអាចដោះស្រាយបញ្ហាហ្នឹងនិយាយចំអាចបណ្ដេញទាហានជ្រាបពេលរបស់ថៃចេញពីកម្ពុជាតើយើងអាចត្រូវការពេលវេលាប្រមាណតើពលរដ្ឋយើងគាត់ពិតជាចង់ដឹងដោយសារគាត់ជាពលរដ្ឋជាម្ចាស់ទឹក
ម្ចាស់ទឹកដីរបស់យើងគាត់មានសិទ្ធិក្នុងការដឹងតើគាត់ទៅរងចាំពេលវេលាប្រហែលទៅដើម្បីដេញទាហានជឿនលឿនចេញពីដីរបស់យើងបាទ សូមអរគុណសំណួរដ៏មានសារៈសំខាន់ជាទីបំផុតមួយនេះបាទប្រកាសណាស់ថាក្នុងយន្តការអន្តរជាតិគេមាន tool របស់គេបាទមិនមែនអត់ទេសំខាន់តើកម្ពុជានឹងជ្រើសរើសយកមកអនុវត្តឬក៏អត់ហើយដោយសន្តិភាពទៀតដោយសន្តិវិធីទៀតបាទគឺ collective action against aggressive state នៅក្នុង United Nations General Assembly ហ្នឹងយន្តការការទូតគៀងគោរដ្ឋដែលជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ទាំង193 94ប្រទេសចូលទៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកមាត្រា1នៃធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា2នៃធម្មនុញ្ញអង្គការសហប្រជាជាតិឲ្យថៃទទួលស្គាល់អំពីការរំលោភបំពានច្បាប់អន្តរជាតិដាក់សម្ពាធនៅក្នុងមហាសន្និបាតពិភពលោកតែម្ដងថៃខ្លាចបំផុតអាភិបអាម៉ាស់ហើយនឹងគេមើលមកខ្លួនឯងថាជាសត្វចម្លែកតើថៃនឹងរត់រអៀសខ្លួនឬរត់បុកជញ្ជាំង UN ទេនៅពេលនោះបាទកុំថាឡើយថៃអាមេរិកក៏ដោយបាទនេះគឺ the last resort នៅក្នុងយន្តការអន្តរជាតិបើសិនតែឈានទៅដល់ដំណាក់កាលនោះអាមេរិកក៏អត់ចង់ប្រឈមដែរបាទហើយបើកើតឡើងមែនណាគឺប្រវត្តិសាស្ត្រពិភពលោកដែលកម្ពុជាជ្រើសរើសយកវិធីសន្តិភាពតាមរយៈយន្តការអង្គការសហប្រជាជាតិគឺ UNGA នឹង United Nations General Assembly តែខ្មែរយើងហៅថាមហាសន្និបាតអង្គការសហប្រជាជាតិបាទដែលជា organ មួយរបស់អង្គការសហប្រជាជាតិដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប្រកាសណាស់ថាថៃវាក្លុកកម្ពុជានៅពេលដែលកម្ពុជាទៅលើឆាកអន្តរជាតិថៃវាសឹងរត់ពាក់ក្បាត់កមិនតាន់ឡើងយន្តហោះទៅតាមក្រោយបាទទោះបីជាវាមិនតាន់មានរដ្ឋាភិបាលឬក៏ស្អីក៏ដោយហេតុផលរបស់វាគឺរត់តាមយើងហើយសុំវកម្ពុជាមកធ្វើភាគីដល់កម្ពុជាមកធ្វើភាគីវាក្លុកយើងទិញពេលវេលាចង់ប្រើ de facto កាន់កាប់ជាក់ស្ដែងជាសកម្មភាពថោកទាបបំផុតរបស់ថៃដែលគិតថាកម្ពុជានឹងទទួលយកឬតើប្រជាជនដែលកំពុងតែរស់នៅក្រោមតង់នឹងទទួលយកទៅឬបាទគឺអត់ទេបាទអញ្ចឹងនៅពេលដែលកម្ពុជាអនុវត្តយន្តការធ្វើភាគីហើយថៃត្រូវតែដឹងខ្លួន whenever Cambodia choose the bilateral mechanism to talk with Thailand bilaterally you have to be ready and rush before it is too late Cambodia will and never stop to internationally integrate this matter into the World General Assembly at the United Nations ចឹងដើម្បីការពារកុំឲ្យគេមើលថាថៃខ្លួនឯងហ្នឹងគឺជារដ្ឋឈ្លានពានដែលខូចអាស៊ានទាំងមូលនេះដែលជារដ្ឋ aggressive state ដែលបំផ្លាញសន្តិភាពអាស៊ានបំផ្លាញសន្តិភាពពិភពលោកដោយឬក៏តាមរយៈនៃការឈ្លានពានទឹកដីកម្ពុជានេះអ្នកឯងត្រូវតែដឹងខ្លួនហើយត្រូវរុះរាន់ចរចាធ្វើភាគីបញ្ចប់បញ្ហាហ្នឹងមុនពេលដែលបញ្ហានេះ internationalization កាន់តែជ្រាលជ្រៅរហូតទៅដល់ collective action against aggressive state នៅក្នុងយន្តការនៃមហាសន្និបាតពិភពលោកបាទបើសិនជាចេញហ្នឹងខ្ញុំមិនគិតថាថៃនឹងដើរទេប្រកាសជារត់របូតខោរើទៅវិញបាទសួរថាតើប្រទេសទូទាំងពិភពលោកប្រទេសណាមួយដែលទទួលយកអាការគូសផែនទីជាឯកតោភាគីហើយវាយយោនិយាយខ្លីគូសវាយយោណែឯងហ៊ីតលែរទី2ក្នុងអាស៊ានឬបាទហើយបើសិនតែលើកចំណុចហ្នឹងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថៃរត់បុកចាំងឬក៏ចូលក្រោមតុកដោយសារអានេះវាសច្ចភាពជាក់ស្ដែងបាទសត្យានុម័តឃើញផ្ទាល់ភ្នែកតែម្ដងបាទសួរថាប្រទេសណាមួយលើโลกហ្នឹងទទួលយកអារឿងគូសផែនទីជាឯកតោភាគីហើយវាយយោគូសវាយយោជារឿងដែលអាម៉ាស់បំផុតសម្រាប់ថៃខ្លួនឯងជាតិសាសន៍ខ្លួនឯងដែលអួតថាជាប្រទេសស៊ីវិល័យស៊ីវិល័យអីបើច្បាប់ព្រៃបាទមួយថ្ងៃហ្នឹងប្រែប្រួល 4-10 ដងបាទអាលើកពូលហ្នឹងផ្សេងទៅអាកដាលហ្នឹងផ្សឹងទៅអាក្រោមផ្សេងទៅអានៅដីនៅព្រំដែនហ្នឹងជក់កឆាបែកវល់ទៀតបាទបាញ់មកកម្ពុជារហូតអាចន្លែងនេះខ្ញុំចង់បញ្ជាក់ទៅអន្តរជាតិផងដែរ Cambodia
has never, ever, never, and will never fire first. Never. Even retaliation, never conducted, never be conducted within less than 20 hours. Thailand has been fighting alone at least more than 24 hours until Cambodia retaliated in conformity with Article 51 of the United Nations Charter, proportionally, and with no airstrike back to Thailand. Even we have some, I would say, okay. ចឹងខ្ញុំត្រូវតែបញ្ចេញសារជាភាសាអង់គ្លេសខ្លះបាទដើម្បីឲ្យពិភពលោកបានដឹងរឿងពិតថាថៃនេះវាឆ្លៀនពៀនកម្ពុជាកម្រិតណាហើយត្រូវតែច្អល់មុខវានៅក្នុងមហាសន្និបាតអង្គការពិភពលោកអង្គការសហជាតិបាទត្រូវតែច្អល់មុខឲ្យដកថយទៅវិញទាំងអស់ហើយគោរពច្បាប់អន្តរជាតិដើម្បីចូលរួមលើកស្ទួយមាត្រា1មាត្រា2នៃធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីកសាងសន្តិភាពជាមួយពិភពលោកមាត្រា1មាត្រា2នៅក្នុងធម្មនុញ្ញអាស៊ានកសាងសន្តិភាពនៅក្នុងអាស៊ាននិងសេដ្ឋកិច្ចកសាងសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសអាស៊ានជាពិសេសលើកទឹកចិត្តដល់ Timor Leste ផងគ្នាខំចូលមកសង្ឃឹមថានឹងបានរីកចម្រើនបែរជាថៃជឿនពៀនធ្វើឲ្យអាស៊ានក្លាប់ຕົកលើក្នុងយន្តការតំបន់បាទគំរូអាក្រក់បាទគំរូអាក្រក់ណាស់កន្លែងនេះខ្ញុំបើកវងចោលតិចចុះអ្នកនយោបាយស្កូឡាអន្តរជាតិទាំងអស់លើពិភពលោកនឹងគេមើលថាយន្តការណាក៏បរាជ័យដែរនៅអឺរ៉ុបអីក្លាប់ចាក់បែកបាក់គ្នាទៅចិនទៅអាមេរិកមជ្ឈមបូព៌ាអាមេរិកឡាទីនទៅចិនទៅអាមេរិកហើយអាស៊ានគេថាគ្រាន់បើជាងគេត្រឹមបញ្ហាមីយ៉ាម៉ាមួយអត់ជាបញ្ហាចោតទេផ្ទៃក្នុងបាទអញ្ចឹងតើអ្វីជារឿងដែល serious បំផុតដែលធ្ងន់ធ្ងរបំផុតគឺការលើកតបឆ្លងវ័យចូលព្រំដែននៃប្រទេសផងខ្លួននេះធ្ងន់ធ្ងរជាទីបំផុតបាទដែលពិភពលោកស្រឡឹងមកថាជាសត្វចម្លែកនៅក្នុងអាស៊ាន if you are militarily invasion cross international border invaded your neighboring country in ASEAN community Thailand you are becoming the monster in ASEAN yes the world look at you in this way and the result in this way shamelessly I even feel ashamed instead of you Thailand Thai nation you are originally from southern part of China all your ancestors at Tongkeng region southern part of China this world history is written by the Western power Western historian not written by Cambodian go and Google and search the world especially Thai scholar and Thai student at university level at the lower level you have to know the real history of the world where Thailand from where Cambodia from Cambodia here since the first century until today at this moment Thailand deported from Tongkeng southern part of China to these ASEAN regions in 13th century even the whole land of Thailand today are the land of the Khmer Empire at that time, out the kingdom of Cambodia today. You have no civilization of Thai. All the cultural civilization are Khmer civilization of the great empire of Khmer of the kingdom of Cambodia. This is here Cambodia. We call Khmer citizen or Cambodian citizen. We speak Khmer language. The world know this very clear. Where Cambodia from? Where Thailand from? You have no ancestor in Sao Khao Tây or Ayutthaya. You have no ancestors there. Those are the former ancestors of Cambodian people of the Khmer Empire of Cambodia, of the kingdom of Cambodia today. This is the real history of the world. Go and Google and search. Systematically recorded